អញ្ចឹងជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃហ្នឹងយើងមកធ្វើការ install ទៅលើ Ubuntu server នៅលើ VirtualBox ឬក៏ Machine សវត្ថិមិត្តអញ្ចឹងជាដំបូងយើងធ្វើការបើកទៅលើ browser របស់យើងអីក៏បានដែរហើយដំបូងគឺយើងត្រូវ search VirtualBox អញ្ចឹងនេះគឺជា VirtualBox អញ្ចឹងបន្តយើងធ្វើការ download អញ្ចឹងអានេះគឺយើងអាចរើសតាមប្រភេទរបស់យើងចំពោះអ្នកប្រើ Windows គឺយើងអាចប្រើនេះអ្នកប្រើ macOS ដែលប្រើ CPU Intel ហ្នឹងគឺយើងអាចប្រើនេះហើយអានេះសម្រាប់អ្នកដែលប្រើ chip M1 អីឡើងហើយនេះគឺ Linux អញ្ចឹងចំពោះខ្ញុំប្រើ Windows យើងធ្វើការចុចទៅលើមួយនេះហើយយើងអាចប្រើទៅលើ file ណាឬក៏ location យើងចង់ដាក់ណាអញ្ចឹងខ្ញុំដាក់ default វានៅ download អញ្ចឹងយើងធ្វើការចាំវាបន្តិចអញ្ចឹងយើងអានេះគឺដូចជាកម្មវិធីមួយដែលយើងអាចបង្កើត Machine Experiment មួយទៀតនៅក្នុង Windows របស់យើងហើយយើងចុចបិទវាសិនមកអញ្ចឹងយើងចូលមករក File Explorer នេះគឺជា file ដែលយើងបង្កើតមិញអញ្ចឹងយើងធ្វើការ double click លើវាដើម្បី install កម្មវិធីហ្នឹងអញ្ចឹងយើងចុច next អញ្ចឹងយើងដំបូងយើងធ្វើការ tick លើ accept ដើម្បីបង្កើតគឺដើម្បីបន្តទៅការ install ទៀតអញ្ចឹងខ្ញុំដាក់វានៅ default អញ្ចឹងចុច yes អញ្ចឹងយើង tick ទាំង3មកហើយយើងចុច install ដើម្បីធ្វើការ install ទៅលើវាអញ្ចឹងយើង install វាដើម្បីបានកម្មវិធីហ្នឹងហើយយើងទៅបង្កើត Windows មួយទៀតឬក៏ operating system Linux ទៅប្រើនៅក្នុងម៉ាស៊ីនហ្នឹងអញ្ចឹងយើងធ្វើការ install រួចហើយអញ្ចឹងខ្ញុំដោះ tick មកដោយសារខ្ញុំអត់ទាន់ចង់ start បើកកម្មវិធីហ្នឹងទេអញ្ចឹងចំពោះអ្នកទាំងអស់គ្នាណាដែលនេះគឺជា file កម្មវិធីរបស់យើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់មានទៅលើ image Ubuntu ទេគឺអ្នកទាំងអស់គ្នាអាចចូលមកក្នុង browser យន្តរា search Ubuntu server download បានអញ្ចឹងយើង search ពីនេះមកគឺវានឹងនាំយើងមកដល់ website ហ្នឹងគឺយើងចុចទៅលើមួយនេះនេះគឺជា file image របស់ Ubuntu ហ្នឹងយើងអាច install វាបានមានចំនួន 3GB យើងចុច install មកគឺវានឹងដើរតែដោយសារតែខ្ញុំមានរួចហើយfor the network នេះគឺជា file image របស់ខ្ញុំអញ្ចឹងយើងចូលមកកាន់កម្មវិធីរបស់យើងអញ្ចឹងចំពោះវា load ចឹងមានន័យថាខ្ញុំអត់ទាន់ដែលប្រើឬក៏បង្កើត Windows ឬក៏អីទេអញ្ចឹងយើងចុច new ហើយយើងដាក់ VM name របស់យើងចង់ដាក់អីបានដែរអញ្ចឹងសម្រាប់ខ្ញុំដាក់ Hang Ubuntu អញ្ចឹងទៅហើយនេះគឺ file location គឺយើងចង់ដាក់file វានៅណាអញ្ចឹងខ្ញុំធ្វើការ search ដូរទីតាំង drive ID អញ្ចឹងខ្ញុំមាន folder ទៅទេអញ្ចឹងយើងលុបសិនទៅអញ្ចឹងនេះគឺជា folder តាតេមួយរបស់ខ្ញុំប្រើវាសម្រាប់បន្ទុកទៅលើ folder ឬក៏ file Ubuntu Windows នានានៅក្នុងហ្នឹងហើយទី3នេះគឺយើងធ្វើការស្វែងរកទៅលើ file image ISO របស់ Ubuntu server របស់យើងអញ្ចឹងអានេះយើង select ទៅលើវាមកហើយយើងចុច open អញ្ចឹងវានឹងជាប់ file location នេះអញ្ចឹងយើងធ្វើការ tick អានេះមកដើម្បីដោយសារតែយើងត្រូវការសេរីទៅលើនេះទៀតអញ្ចឹងនេះគឺជានេះរបស់យើងអញ្ចឹងចំពោះRAM ហ្នឹងខ្ញុំប្រើសុំប្រើ 4G ចុះដោយសារ RAM ខ្ញុំធំហើយចំនួន CPU នេះគឺខ្ញុំសុំប្រើ 4 ដោយសារតែយើងត្រូវការប្រើអីផ្សេងៗនៅក្នុងនឹងច្រើនទៀតហើយចំពោះ hard disk នេះខ្ញុំប្រើ500GB អញ្ចឹងទៅអញ្ចឹងនេះគឺជា information របស់យើងអញ្ចឹងយើងចុច select ទៅលើ
VM ជាងយើងហើយយើងចុច start ដើម្បីចាប់ផ្ដើមទៅលើការ install Ubuntu server របស់យើងអញ្ចឹងយើងធ្វើការចាំវាបន្តិចទៅដើម្បីវាដើរពេញសារតែវាកំពុងតែបើកអូខេអញ្ចឹងយើងអាចចុច full screen បានអញ្ចឹងដំបូងយើងវានៅនឹងហើយ default ហើយគឺយើងគាត់តែចុច enter ទេបាទ enter ហើយអញ្ចឹងយើងចាំវាមកស្ទុះចឹងចំពោះភាសាយើងប្រើអង់គ្លេសចឹងទៅគឺយើងវា default ស្រាប់ហើយចុច enter មកហើយអានេះយើងចុច continue without updating ទៅយើងចុច enter ទៀតចឹងនេះក៏អត់មានអីខែដែរយើងចុចដានចឹងចំពោះអានេះយើង choose the type of installation ហ្នឹងគឺយើងមើលទៅលើខ្វែងទៅលើ Ubuntu server ហ្នឹងអញ្ចឹងវាខ្វែងស្រាប់ហើយចឹងយើងចុចដានទៀតទៅចឹងចំពោះ network configuration ហ្នឹងគឺយើងអត់ត្រូវការកែទេសម្រាប់ខ្ញុំខ្ញុំចុចដានទៀតហើយ proxy address ហ្នឹងដោយសារតែខ្ញុំអត់មានទេខ្ញុំអត់ដាក់ដូចគ្នាចុចដានចឹងត្រូវការចាំវាបន្តិចចឹងវាលោតចឹងមានថាវាដើរពេញហើយចឹងយើងចុចដានបន្តទៀតចឹងចំពោះអានេះយើងត្រូវការមើលទៅលើសញ្ញាខ្វែងនឹងដូចគ្នាអញ្ចឹងចំពោះកាតនេះគឺយើងធ្វើម៉េច antic ហ្នឹងគឺយើងអាចចុចarrow key ចុះក្រោមឬក៏សញ្ញាព្រួញចុះក្រោមនៅលើ keyboard របស់យើងហ្នឹងយើងចុចចុះក្រោមមកដល់ហ្នឹងទៅហើយយើងចុច space ដើម្បី antic ឬក៏ tick ចឹងយើងធ្វើការ antic ហើយយើងចុចចុះមកទៀតរហូតដល់ពាក្យដានចឹងយើងចុច enter ដើម្បីបន្តហើយចឹងអានេះយើងដូចជាអត់មានត្រូវកែទេយើងចុចដានទៀតហើយ arrow key នៅក្រោមហើយ continue ចឹងចំពោះthe name ហ្នឹងយើងអាចដាក់ឈ្មោះអីក៏បានដែរចឹងសម្រាប់ខ្ញុំដាក់ទៅលើឈ្មោះខ្ញុំដដែលហេងហើយ Ubuntu ហើយចុច arrow key ចុះក្រោមមកចំពោះ server name ខ្ញុំសម្រាប់ទៅលើ Ubuntu underscore ហើយ server ចឹងចឹងអានេះគឺវា support ទៅលើតាអក្សរតូចទេហើយលេខចឹងបើអក្សរធំអីក៏វាអត់ដំណើរការដែរចំពោះ pick username ចឹងខ្ញុំសុំដាក់ឈ្មោះខ្ញុំហេងចឹងទៅហើយ password ខ្ញុំដាក់ទៅលើ1 2 3ចឹង confirm ក៏យើងត្រូវទៅដាក់1 2 3មកវិញហើយ arrow key ចុះក្រោមទៅរកដានហើយយើង enter ហើយចំពោះនេះគឺយើងអាច skip for now សិនដោយសារតែវាខ្វែងនឹងនៅលើ skip for now ហើយចឹងយើងចុច continue យកបានចឹងអានេះយើងត្រូវធ្វើការ tick ទៅលើinstall open sh server ហ្នឹងអញ្ចឹងវាបង load ចឹងបើថាយើងថាយើងគាត់តែចុច space ទៅវាចេញខ្វែងអញ្ចឹងយើង arrow key ចុះក្រោមរកពាក្យដានហើយយើងបន្តទៀតចឹងអានេះដូចជាអត់មានកែទេយើងត្រូវចុច arrow key មកក្រោមមកដល់ពាក្យដានហើយយើងចុច enter ម្ដងទៀតចឹងចំពោះកន្លែងនេះវាកំពុងតែ install ចឹងយើងត្រូវការចាំមកស្ទុះធំដែរជាងធ្វើការចាំទាំងអស់គ្នាខ្ញុំសុំស្គប់បានតិចសិនហើយចឹងបន្ទាប់ពីយើងចាំរយៈពេលយូរដែរអញ្ចឹងវាលោតអញ្ចឹងមានន័យថាយើង
ធ្វើការ install ជោគជ័យហើយអញ្ចឹងយើង arrow key ចុះខមកដល់កន្លែង reboot now នេះអញ្ចឹងយើងអាចចុច enter ដើម្បី reboot server វាអញ្ចឹងវារៀងចេញ file អញ្ចឹងទៅយើងមិនបាច់ភ័យទេសារតែយើងកំពុង reboot អញ្ចឹងយើងចុច enter មួយទៀតមកអញ្ចឹងមេថាវាបើកសារថ្មីចេញចុចអញ្ចឹងយើងធ្វើការចាំ master យើងចុច enter អញ្ចឹងបាទអញ្ចឹងនេះគឺជា login ឬអញ្ចឹងយើងត្រូវការបញ្ចូល username ដែលយើងបានបញ្ចូលមុនហ្នឹងអញ្ចឹងមុនហ្នឹងខ្ញុំបញ្ចូលឈ្មោះខ្ញុំបាទហេងហើយ enter ហើយ password របស់ខ្ញុំគឺ123អញ្ចឹងពេលយើងទៅសេទៅវាអត់ load ឲ្យទេអត់ load ឲ្យឃើញខ្ញុំចុច enter មកអញ្ចឹងយើងមានន័យថាយើងចូលបានហើយអញ្ចឹងខ្ញុំធ្វើការ test សិនថា search ឈ្មោះសួរថាខ្ញុំឈ្មោះអីចឹងទៅអញ្ចឹងវានឹងចេញឈ្មោះ nickname ដែលខ្ញុំឬក៏ username ដែលខ្ញុំដាក់មិញហ្នឹងគឺហេអូខេអញ្ចឹងតទៅទៀតមកយើងធ្វើការទៅលើការបិទ cloud សិនអញ្ចឹង comment យើងដូចជា sudo ហើយយើង touch ហើយទៅការកន្លែងទៅការដក clear បន្តិចហើយយើងដាក់ slash មក etc ហើយយើងដាក់ cloud ហើយ cloud init.disable អញ្ចឹងtouch នោះមានន័យថាយើងបង្កើត folder ថ្មីនៅក្នុង etc ហ្នឹងហើយក្នុង etc មាន folder cloud ហើយក្នុង folder cloud ហ្នឹងគឺមាន file មួយឈ្មោះថា cloud init.disable ហើយយើងចុច enter មកគឺវាត្រូវការយើងបញ្ចូលទៅលើ password យើងអញ្ចឹង password យើង123មិញចុច enter មកអញ្ចឹងហើយខ្ញុំចុចខុសទៅលើ key មួយអញ្ចឹងយើងធ្វើការ test សិនថាវាមានក៏អត់ /etc ហើយ cloud cloud អញ្ចឹងវាដូចជាអត់មានតែឥឡូវយើងសាកម្ដងទៀតsudo touch /etc cloud ចុងផែខ្ញុំទៅសេខុស oud .init ហើយនៅ .disable ចុច enter មកអញ្ចឹងយើងធ្វើការឆែកទៅលើ folder របស់យើងសិនថាវាបង្កើតបានក៏អត់ etc slash ហើយ cloud អញ្ចឹងនេះបាទcloud init.disable ហ្នឹងបើយើង search ទៅវាមានអញ្ចឹងមានន័យថាយើងបានបង្កើត file ហ្នឹងបានជោគជ័យអញ្ចឹងបន្តមកទៀតមកយើងទៅការចូលទៅ comment ទី2របស់យើងគឺ cat ហើយ slash ដក clear ហើយមកយើងធ្វើការប្រើទៅលើ slash ហើយ etc ហើយ cloud /cloud init.disable ចឹងអានេះគឺយើងគាត់ដាក់part យើងបង្កើតមិញទេនេះមក cloud ចឹងយើងសាកមួយសារទៀតបាទ etc cloud ចឹងfile មានប្រហែលជាសរសេរខុសអីទៀតដែរ /etc cloud cloud ហើយ cloud .init .disable ជាយើង enter មកអញ្ចឹងបើសិនជាវាអត់មាន load អីចឹងទេមានន័យថា
យើងទៅសេមិញហ្នឹងគឺវាមានអញ្ចឹងប្រហែលជានៅលើហ្នឹងខ្ញុំទៅសេព្រះអក្សរ S អញ្ចឹងទៅបានវាអត់ load អីមកចាំឲ្យវា load ប្រាប់ថា file ហ្នឹងវាអត់មានអីចឹងទៅអញ្ចឹងបើសិនជាយើងដាក់ត្រូវ cat ហើយដាក់ file path ហ្នឹងត្រូវគឺវានឹងអត់មានចេញអីចឹងទេអញ្ចឹងមានន័យថាយើងអាចធ្វើការ update ឬក៏ upgrade បានហើយអញ្ចឹង comment update ហ្នឹងគឺយើងសេ sudo ដដែលទេហើយដក clear apt ហើយ update ហើយយើងចុច enter មកអញ្ចឹងវាធ្វើការ update អញ្ចឹងបន្ទាប់ពី update ហើយយើង sudo ម្ដងទៀតហើយ apt ដដែលប៉ុន្តែសារនេះយើងធ្វើការ upgrade ម្ដងអញ្ចឹង update ផ្សេង upgrade ផ្សេងហើយយើងកុំភ្លេចដាក់ដក y ផងអញ្ចឹងយើងចាំវា master ប្រហែលជា31 MB អញ្ចឹងបាទវាកំពុង process អញ្ចឹងយើងចាំវា load ដល់ 100% មកចឹងបាន 99% ហើយយើងចាំវាតិចទៀតបាទអញ្ចឹងបើវា load អញ្ចឹងសារនេះគឺយើងអត់ចុច arrow key ចូលក្រោមទេយើងចុច tab ម្ដងអញ្ចឹង tab មកវាមកដល់ OK យើងចុច enter មកអញ្ចឹងមានន័យថាឥឡូវយើងតេស្ត comment នោះសួរវាថាយើងដាក់គេអញ្ចឹងទៅ enter មកអញ្ចឹងមានន័យថាការ update យើងបានជោគជ័យហើយការ update ក៏ជោគជ័យដែរអញ្ចឹងយើងអាចធ្វើការ shut down បានគឺវាបញ្ចប់ហើយ so shut down ហើយណាអញ្ចឹងមានន័យថា command នេះគឺខ្ញុំធ្វើការបិទទៅលើ Linux server របស់ខ្ញុំ enter មកអញ្ចឹងយើងចាំវាមកស្ទុះអញ្ចឹង power off ហើយមានថាយើងជោគជ័យហើយអញ្ចឹងជំរាបលាលោកគ្រូនិងអ្នកទាំងអស់គ្នាអញ្ចឹងជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងមកធ្វើការងារបន្តពីការងារទី1អញ្ចឹងការងារទី1យើងគ្រាន់តែ install ទៅលើ Ubuntu server នៅលើ VirtualBox ហើយថ្ងៃនេះយើងមកធ្វើការ install ទៅលើ SA ម្ដងអញ្ចឹងដំបូងយើងត្រូវប្រកាសសិនថា network យើងអញ្ចឹងសម្រាប់ខ្ញុំប្រើ wireless network អញ្ចឹងខ្ញុំអាចជ្រើសលើ bridge adapter បានហើយចុច OK មកបន្ទាប់ទៀតយើងធ្វើការ start អញ្ចឹងយើង install ទៅលើ SH ហ្នឹងដើម្បីហើយ config វាហ្នឹងដើម្បីអនុញ្ញាតឲ្យយើងអាចយកម៉ាស៊ីនមួយទៀតហើយ remote ចូលមកប្រើម៉ាស៊ីនមួយនេះបានអញ្ចឹងយើងត្រូវធ្វើការចាំវាបន្តិចអញ្ចឹងដំបូងយើងត្រូវបំពេញឈ្មោះ service name ហើយ password របស់ខ្ញុំដាក់123អញ្ចឹងតទៅទៀតយើងត្រូវធ្វើការ update សិនមុននឹងយើងដើម្បីទទួលបានអីថ្មីចឹងទៅអញ្ចឹង comment គឺ sudo apt update ហើយ password 123ចឹងយើងត្រូវធ្វើការចាំវាបន្តិចសិនទៅហើយបន្ទាប់ពីយើង update ហើយយើងមកធ្វើការ install ទៅលើ SA យើងអញ្ចឹងដំបូងយើងត្រូវ say command open sh server អញ្ចឹងយើងត្រូវការ install server មួយហ្នឹងហើយចំពោះ command ខ្ញុំនឹងតម្លាក់នៅក្នុង description អញ្ចឹងយើងអាចឆែកមើលបានហើយខ្ញុំដាក់ caption មួយទៅតាមន័យរបស់ command ហ្នឹង
ហើយបន្ទាប់ពីយើង install រួចហើយយើងត្រូវការ enable វាដើម្បីបើកឲ្យវាដំណើរការសិនអញ្ចឹង command គឺ sudo systemctl អញ្ចឹង ctl មានន័យថា system control ហើយយើង enable now ដកគ្លៀបពីរដង dash ពីរដង now ហើយនឹង sh អញ្ចឹងមានន័យថាយើង system control ហ្នឹងដើម្បីបើកដំណើរការទៅលើ sh អញ្ចឹងបន្ទាប់ពីយើងបើករួចហើយយើងត្រូវ check status សិនថាវា active ហើយនៅអញ្ចឹងចំពោះ command គឺ sudo ដដែល system control status sh អញ្ចឹងយើងអាចមើលបានពណ៌ប៊ីតុងខុសគេហ្នឹងវាដាក់ active running ចូលមកន័យថាយើងបានបើក enable វាបានសម្រេចហើយអញ្ចឹងដើម្បីបន្ទាប់ពី check status ហើយយើងត្រូវបើក allow វាដើម្បីឲ្យnetwork ខាងក្រៅហ្នឹង access ចូលមកប្រើបានអញ្ចឹងទៅអញ្ចឹងចំពោះ command គឺsudo ufw ហើយ allow sh អញ្ចឹង command មួយហ្នឹងគឺយើងត្រូវប្រើ middleware ufw ហ្នឹងដើម្បីអនុញ្ញាតឲ្យ firewall ដើម្បីឲ្យអ្នកផ្សេងហ្នឹង access ចូលមកកាន់ service របស់យើងបានអញ្ចឹងបន្តទៀតមកដើម្បីឲ្យគេចូលមកបានយើងត្រូវដឹងសិនថា IP address របស់យើងហ្នឹងលេខបានអញ្ចឹងចំពោះ command ឆែកទៅលើ IP address នៅក្នុង Ubuntu server គឺ IPA អញ្ចឹងចំពោះ command IP address របស់ខ្ញុំហ្នឹងគឺ 172.20.10.2 អញ្ចឹងខ្ញុំនឹងយកម៉ាស៊ីនខាងក្រៅខ្ញុំហ្នឹងធ្វើការ log ចូលមកប្រើអញ្ចឹងខ្ញុំត្រូវបើក PowerShell ហើយដំបូងខ្ញុំ test សិនថាវាស្គាល់គ្នាក៏អត់អញ្ចឹងយើងត្រូវទៅសេ command ping ហើយ pin ទៅកាន់ IP address ហ្នឹងគឺ 172.20.10.2 អញ្ចឹងខ្ញុំអញ្ចឹងបើវា load អញ្ចឹងមានន័យថាវាតាក់ទងគ្នាបានអញ្ចឹងយើងធ្វើការ log ចូលមកទៅអញ្ចឹងចំពោះcommand នេះគឺយើងទៅសេ sh ហើយយើងដាក់ username អញ្ចឹង username របស់ខ្ញុំគឺឈ្មោះ Heng ហើយយើងដាក់សញ្ញា add ហើយបន្តមកគឺ IP address របស់ Ubuntu server យើងដែលយើងធ្វើការ pin test មិញហ្នឹងគឺ 102.20.10.2 ហើយយើង enter ទៅយើង web password 123អញ្ចឹងមានថាវាដំណើរការអញ្ចឹងយើងចូលមកក្នុង Ubuntu server យើងសិនយើង test ទៅលើសួរវាថាខ្ញុំនឹងណាគេអញ្ចឹងឈ្មោះ Heng username របស់ខ្ញុំហើយយើង test ទៅលើ pw សិនអញ្ចឹងវាដាក់នៅក្នុង home ហើយ /Heng អញ្ចឹងចំពោះPowerShell យើងអញ្ចឹងយើងសួរដូចគ្នាថា who am I អញ្ចឹង Heng ហើយ pw d ទៅចូលមកន័យថាយើងអាចយកម៉ាស៊ីនក្រៅហ្នឹង remote ហើយយកទៅប្រើប្រាស់ទៅលើម៉ាស៊ីនខាងក្នុងបានយើងសូមបិទវាចោលទៅហើយអញ្ចឹងវីដេអូនេះចោលតែប៉ុណ្្នឹងហើយដោយសារតែយើងអាច config តេស្តចូលបានអញ្ចឹងយើងបិទធម្មតា shutdown now អញ្ចឹង command នេះគឺជា command shutdown ហើយតើវា shutdown ហើយអញ្ចឹងដោយសារ SA ហ្នឹងវាជាការចាប់ផ្ដើមមួយសំខាន់ណាស់អញ្ចឹងបន្តវាធ្វើឲ្យយើងអាច take snapshot បានដែលយើងចុចទៅលើ icon មួយនេះបន្តមកទៀតយើង right click ទៅលើ current state នេះមកយើងចុចទៅលើ take ហើយយើងអាចយើងគ្រាន់តែសរសេរដាក់ឈ្មោះទៅថា install sh ហើយយើងចុច OK មកអញ្ចឹងនៅពេលណាដែលយើងធ្វើទៅមុខ error អញ្ចឹងទៅយើងអាច take snapshot ឲ្យវា restore មកខាងក្រោយវិញបានអញ្ចឹងទៅយើងចុច restore មកវានឹងមកក្រោយអញ្ចឹងវីដេអូនោះមានតែប៉ុណ្្នឹងទេជំរាបលាលោកគ្រូនិងអ្នកទាំងអស់គ្នាជំរាបសួរលោកគ្រូនិងសិស្សទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការរៀនប្រើទៅលើ command មួយចំនួននៅរបស់ Ubuntu អញ្ចឹង command ដំបូងដែលខ្ញុំប្រើគឺ who am I
ចឹង command នេះគឺយើងនឹងប្រើប្រាស់ដើម្បីសួរវាថាnickname របស់យើងឬក៏ username របស់យើងហ្នឹងអីគេហើយ command ទី2ហ្នឹងគឺ pwd ចឹង pwd ហ្នឹងគឺprint working directory ថាយើងចង់ដឹងថាយើងកំពុងតែនៅ directory មួយណាចឹងទៅហើយទី3ហ្នឹងគឺ command sudo apt update ចឹងយើងចូល password មក1 2 3អញ្ចឹង command នេះគឺយើងធ្វើការ update ទៅលើ system របស់យើងអញ្ចឹង command ទី4គឺ sudo apt upgrade ចឹងចុច yes សិនមកអញ្ចឹង command នេះគឺយើងប្រើសម្រាប់ upgrade ទៅលើ system ទាំងមូលរបស់យើងមកអញ្ចឹងវាអាចថាវាត្រូវការរយៈពេលរៀងយូរគួរសមជាងធ្វើការចាំវាអស់គ្នាបាទចឹង command update នេះយើងធ្លាប់ជួបការនៅពីវីដេអូមកហើយចឹងយើងចាំវាដើរឲ្យពេញ 100% សិនយើងចូលនៅ command មួយទៀតឥឡូវយើង download ពេញហើយវា load ចឹងយើងចុច enter មកដើម្បី OK ហើយអានេះយើងអត់ចុចទៅលើ arrow key ទេយើងចុច tab អញ្ចឹង OK ហើយយើង enter មកអញ្ចឹងយើងចូលទៅ command មួយទៀតគឺ command touch ហើយ sv 2.6 អញ្ចឹងមានន័យថា touch ហ្នឹងគឺយើងប្រើដើម្បីបង្កើតទៅលើ file អញ្ចឹងtouch ដល់ clear ពី sv 2.6 មានន័យថាខ្ញុំ create file មួយដែលមានឈ្មោះថា sv 2.6 ហើយចឹងមានតែវាបង្កើតហើយចឹងយើងចូលទៅ command មួយទៀតគឺ echo .clear ហើយ single quote ចឹងក្នុងនេះយើងអាចទៅសេអីក៏បានដែរ hello world ចឹងមកហើយ sv 2.6ចឹងcommand នេះគឺវាស្តៀងទៅនឹងភាសា PHP ដែរគឺយើងទៅសេ echo ហើយយើងទៅសេទៅលើពពួក string អញ្ចឹងពេលដែលខ្ញុំ enter ទៅវានឹង output ទៅបែបជា string អញ្ចឹងយើងចូលទៅ command បន្ទាប់គឺ ls តហើយនឹងអញ្ចឹងអានេះគឺlist file អញ្ចឹងវាlist file
ឈ្មោះនេះមកហើយ list file យើងអាចមានមួយទៀតគឺ .la អញ្ចឹងអា .la នេះវាជាអ្នកសារតែយកតមាន file អីចឹងទៅវា total 0អញ្ចឹងទៅហើយ command បន្ទាប់ហ្នឹងគឺ mkdir អញ្ចឹងពាក្យពេញវាគឺ making directory sv 2.6 អញ្ចឹងហើយយើងបញ្ជាក់ទៅដោយសារតែ mkdir making directory ហ្នឹងគឺជា command មួយដែលយើងប្រើសម្រាប់បង្កើតទៅលើ folder អញ្ចឹង type នេះវាបង្កើត file making directory គឺបង្កើត folder ចឹងចុច enter មកមើលថាបត់ load អីទេវាមានន័យថាវាបង្កើតបានជោគជ័យចឹងទៅចឹងយើងមានតែប៉ុណ្្នឹងទេ comment ថ្ងៃហ្នឹងចឹងខ្ញុំសូមsudo shutdown now ចឹង comment ចុងក្រោយនេះគឺជា comment ដែលយើងប្រើសម្រាប់ shutdown ទៅលើ server shutdown ទៅលើ server របស់យើង server system ចឹង close មកថាវាបិទហើយចឹងដោយសារតែខ្ញុំប្រើតាម SA ចឹងវាប្រាប់ថា close by remote host ចឹងអានេះមានតែប៉ុណ្្នឹងទេហើយអានេះក៏វាបិទដែរចឹងយើងអាច take snapshot បានបើសិនជាយើងចង់បានចឹងជំរាបលាលោកគ្រូនិងជំរាបលាអ្នកទាំងអស់គ្នាអញ្ចឹងជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាអានេះយើងមកធ្វើការប្រើប្រាស់ទៅលើ command Ubuntu បន្តទៀតចឹងបន្តវិភាគមុនចឹងខ្ញុំនឹងធ្វើការរំលឹកខ្លះៗផងដែរចឹង command ដំបូងដែលយើងតែងតែប្រើហ្នឹងគឺយើងសួរវាថាwho am I ចឹង who am I នោះមានន័យថាយើងសួរវាថាយើង username របស់យើងហ្នឹងគឺឈ្មោះអីគេចឹង username ខ្ញុំប្រើប្រាស់ចូលហ្នឹងគឺឈ្មោះហេងហើយឈ្មោះ command បន្ទាប់គឺ pwd យើងសួរ location ថាយើងកំពុងតែនៅណាអញ្ចឹងទៅហើយនេះគឺជា command ថ្មីគឺ hostname អញ្ចឹង hostname ហ្នឹងមានន័យថាយើងសួរថា hostname របស់យើងឈ្មោះអីគេអញ្ចឹងវាស្តីនឹង who am I ដែរ who am I នេះយើងសួរថា username យើងឈ្មោះអីគេតែដល់ពេល hostname គឺយើងសួរថា hostname របស់យើងឈ្មោះអីគេអញ្ចឹង hostname របស់ខ្ញុំហ្នឹងគឺឈ្មោះ Ubuntu server អញ្ចឹងទៅយើងចុច enter មកនេះគឺជា hostname របស់ខ្ញុំអញ្ចឹងcommand បន្ទាប់ហ្នឹងគឺ command ចាស់ដែរទេគឺ attach ហើយ file អញ្ចឹងទៅ .txt ខ្ញុំមានន័យថា attach ហ្នឹងគឺជា command មួយដែលយើងប្រើសម្រាប់បង្កើត file ហើយយើងប្រើសម្រាប់បង្កើត file ហើយអានេះគឺជា file ដែលយើងនឹងត្រូវបង្កើតឈ្មោះ file ហ្នឹងចុច enter មកខ្ញុំមិនថាខ្ញុំបានបង្កើត file ហ្នឹងហើយអញ្ចឹងយើងចង់ដឹងយើងអាច list វាមើលបានអញ្ចឹង ls ហ្នឹងគឺជា command list ដែលវា list ទៅលើ file ឬក៏ folder នានាដែលយើងបានបង្កើតហ្នឹងចេញមកទាំងអស់អញ្ចឹងនេះគឺយើង file ដែលយើងបានបង្កើតមិញអានេះគឺជា file ចាស់ៗខ្ញុំបានបង្កើតពីមុនហ្នឹងហើយអញ្ចឹង command ដែលខ្ញុំនឹងប្រើបន្ទាប់ហ្នឹងគឺជា nano ហើយ file .txt គឺជាអា file នេះខ្ញុំមានន័យថា file .txt មានន័យថាnano ហ្នឹងគឺជាកម្មវិធីមួយទៀតដែលយើងប្រើសម្រាប់បើក file txt ហ្នឹងដើម្បីទៅ save text នៅក្នុងហ្នឹងអញ្ចឹង file txt ហ្នឹងជាដូចជា notepad អីចឹងទៅយើងទៅ save ហើយយើងចុច share ទៅគឺអាតន័យដែលយើងទៅ save ហ្នឹងវានៅក្នុងហ្នឹងអញ្ចឹងអានេះដូចគ្នាហើយយើងចង់ដឹងយើងចុច enter មកវាចូលមកកម្មវិធី nano ហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺដូច notepad ទាំងយើងអាចទៅ save អីក៏បានដែរអញ្ចឹងយើងទៅ save syntax welcome អញ្ចឹងទៅហើយចឹងនេះ save ឈ្មោះខ្ញុំអញ្ចឹងទៅgroup 2 sv 2.6 អញ្ចឹងទៅហើយអញ្ចឹងអានេះគឺជា text ដែលខ្ញុំបានសរសេរនៅក្នុងហ្នឹងអញ្ចឹងមានដូចជា syntax welcome and Solomon Heng from group sv 2.6 I'm just institute អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងសរសេរហើយគឺយើងអាច exit បានអញ្ចឹងអាសញ្ញាមុខ x ហ្នឹងមានន័យថាយើងជា control ហើយជាអក្សរ x អញ្ចឹងវាសួរយើងចង់ share what យើងចុច cursor y មក
ហើយបន្ទាប់ពីចុច server ហើយយើងអាចចុច enter បានដើម្បីចេញអញ្ចឹងយើងបន្ទាប់ពីយើងសរសេរហើយយើងចង់ដឹងឲ្យថាយើងសរសេរឲ្យវាជាប់ក៏អត់អញ្ចឹងយើងអាចប្រើ command cat ហើយ file.txt នេះfile នេះអញ្ចឹង cat ហ្នឹងគឺសម្រាប់ជា command មួយដែលយើងសម្រាប់បើកទៅលើfile ហ្នឹងថានៅក្នុង file ហ្នឹងមានសរសេរគេខ្លះចឹងទៅអញ្ចឹងអានេះគឺជាទិន្នន័យដែលខ្ញុំបានសរសេរមិញនៅក្នុងnano នោះមិញហ្នឹងគឺ static webcam management maintain from group svp 6ចឹងទៅអញ្ចឹងយើងអាចបន្ទាប់ពីយើងនេះហើយយើងប្រើទៅលើ command copy ម្ដងអញ្ចឹងដំបូងដើម្បី copy ពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងខ្ញុំសូមបង្កើតfolder ថ្មីមួយគឺ mkdir អញ្ចឹង mkdir មានន័យថាmake file directory making directory អញ្ចឹងមានន័យថាវា directory ហ្នឹងគឺយើងអាចឈ្មោះទៀតគេហៅថា folder អញ្ចឹងទៅអញ្ចឹង folder ខ្ញុំនឹងសម្រាប់ឈ្មោះdirectory name អញ្ចឹងទៅអញ្ចឹងខ្ញុំបង្កើតមកហើយចុច ls អញ្ចឹង ls មកយើងអាចឃើញថាដំបូងយើងប្រើ ls ដំបូងយើងមានតែ file 2នេះទេអញ្ចឹងដល់ពេលយើងបង្កើត directory ហើយគឺវាមាន directory មួយទៀតអញ្ចឹងវាមាន command មួយដើម្បីចូលទៅប្រើប្រាស់នៅក្នុង directory ហ្នឹងយកហ្មងគឺយើងប្រើ cd dir name អញ្ចឹងមានន័យថានេះខ្ញុំបានចូលឥឡូវចុច pwd អញ្ចឹងមានន័យថាខ្ញុំនៅក្នុង home ហើយនៅក្នុង head ហើយខ្ញុំឥឡូវហ្នឹងកំពុងតែស្ថិតនៅក្នុង folder ហ្នឹងទៀតអញ្ចឹងឥឡូវខ្ញុំសាក cd ហើយដកខ្ញុំមានន័យថាcd directory នេះមានន័យថាខ្ញុំចូលនៅក្នុង folder directory ណាអញ្ចឹងបើពេលខ្ញុំដាក់ cd ហើយដកមានន័យថាខ្ញុំចេញមកវិញអញ្ចឹង pwd ចឹងមានន័យថាខ្ញុំពងនៅ hey នេះក្រៅ folder ធម្មតាអញ្ចឹងខ្ញុំចង់copy file.txt នេះយកទៅដាក់នៅក្នុង directory name អញ្ចឹងយើងត្រូវប្រើ command មួយគឺ command cp មានន័យថា copy អញ្ចឹងយើង copy យើងត្រូវបន្ទាប់ពី copy ហើយយើងត្រូវសរសេរឈ្មោះ file ដែលយើងចង់ copy អញ្ចឹង file.txt ហើយបន្ទាប់ពីយើង copy file ហើយតមកទៀតគឺ destination ឬក៏យើងចង់យកវាទៅទុកនៅណាអញ្ចឹងខ្ញុំចង់យកវាទៅទុកក្នុង directory name អញ្ចឹងមានន័យថាខ្ញុំ copy file.txt យកទៅដាក់នៅក្នុង directory name folder directory name អញ្ចឹងទៅអញ្ចឹងយើង ls អានេះឃើញតារាទេឥឡូវយើងសាកចូលទៅក្នុង file directory name ទៅcd dir nameអញ្ចឹងខ្ញុំសរសេរខុសមែនអញ្ចឹងយើងចុច ls មើលមកនេះគឺយើងឃើញថា file នេះមិញយើង copy ពីខាងក្រៅនេះចូលមកខាងក្នុងឥឡូវយើងចង់ដឹងយើង remove វាសិនឥឡូវខ្ញុំ remove ខ្ញុំសាក ls មកគឺក្នុង folder ហ្នឹងអត់មានអីទាំងអស់ឥឡូវខ្ញុំចេញទៅវិញតេស្តម្ដងទៀត cp file.txt ហើយ name អញ្ចឹងខ្ញុំចូលមកក្នុង directory name របស់ខ្ញុំមកហើយ ls មើលអញ្ចឹងនេះគឺជា file.txt ខ្ញុំតាមដាក់ចូលមកហើយមួយទៀតយ៉ាងនេះគឺគ្រាន់យើង copy file ហើយយើងអាច copy file ហើយយើងអាច backup file ទុកទៀតអញ្ចឹង backup file ទុកហ្នឹងគឺវាគ្រាន់តែយើងសរសេរ cp ទៅដែរ file.txt នេះឈ្មោះ file ដែលយើងចង់ backup ទុកហ្នឹងហើយគ្រាន់តែយើងដាក់ extension .back មួយទៀតមកអញ្ចឹង back មានន័យថា backup អញ្ចឹងខ្ញុំសរសេរខុសឥឡូវខ្ញុំសរសេរខ្វះគឺ file.txt ចឹងយើង copy file.txt ហ្នឹងហើយនេះយើងសរសេរ file.txt .backup នៅនេះចឹងមានថាយើង copy file នេះដើម្បី backup
ចឹងខ្ញុំសាក list មកនេះចឹងអា file.tt នេះគឺជា file ធម្មតាប៉ុន្តែអា file tt.back នេះមានន័យថាគឺជា file ពពួក file backup យើង backup ទិន្នន័យទុកចឹងទៅឥឡូវយើងសាក cat merchant cat file.tt ដើម្បីមើលទៅទិន្នន័យក្នុងហ្នឹងពីយើង copy មកហ្នឹងយើងចង់ដឹងថាយើង copy មកតើឈ្មោះ folder ឬក៏ copy មកបានទាំងទិន្នន័យទៀតអញ្ចឹងយើង copy មកហ្នឹង copy មកទាំងទិន្នន័យមកទាំងឈ្មោះ folder អញ្ចឹងទៅហើយអញ្ចឹងខ្ញុំប្រាប់ទាំងអស់គ្នាអំពីរបៀប remove file directory មួយទៀតឥឡូវយើងសាកចេញទៅវិញសិន cd ដកអញ្ចឹងមិញយើងបានដឹងថារបៀបremove ទៅលើ file directory ហើយអញ្ចឹងឥឡូវខ្ញុំបង្កើត file directory មួយទៀតចុះ dir mk dir name2 អញ្ចឹងយើង ls អញ្ចឹងយើងមាន folder 2 folder directory name និង directory name2 អញ្ចឹងឈ្មោះ directory name យើងដឹងហើយមិញថាវាមាន file ចំនួន2នៅក្នុងហ្នឹងហើយចំពោះfile folder directory name 2នេះគឺអត់មានអីទេអញ្ចឹងបើសិនជាយើងចង់លុបយើងគ្រាន់តែ mk dir មានន័យថា remove file directory ហើយ dir name 2អញ្ចឹងមានន័យថាយើង remove ដាច់ហើយឥឡូវយើងសាក ls មើលអញ្ចឹងអត់មានទេអញ្ចឹងពួក remove ហ្នឹងបើសិនជាយើង remove ហើយចង់ឲ្យវា load message មួយមកប្រាប់អញ្ចឹងទៅឲ្យវាស្រួលមើលយើងអាចចេះបានហើយខ្ញុំmkdir make directory សាកថ្មីសិន ls នេះមកអញ្ចឹងខ្ញុំលុបវា dir ហើយដក v ហើយចាំយើងទៅសេឈ្មោះ file ឬក៏ folder នឹងចូលអញ្ចឹងទៅនេះអញ្ចឹងមានន័យថា removing directory ហើយវា remove directory ឈ្មោះនេះចោលអញ្ចឹងយើងមើលមកគឺបាត់បាត់ហើយចំពោះអាហ្នឹងគឺជាពពួកdirectory ទៅទេហើយបើសិនជាពពួក directory ដែលយើងមាន file នៅក្នុងហ្នឹងអញ្ចឹងទៅយើងអាចលុបវា direct ចឹងបានទេហើយ dir name អញ្ចឹងមានន័យថាទោះតែ directory ទៅទេបានយើងអាចប្រើអា command mk dir ហ្នឹងបានអញ្ចឹងបើសិនជា remote បានអញ្ចឹងខ្ញុំមាន command មួយទៀតដែលយើងអាច remove បានយកមកrv ហើយ directory name អញ្ចឹងអា command on directory name ហ្នឹងគឺប្រើសម្រាប់ remove ទៅលើអា file directory ណាដែលមាន file ក្នុងហ្នឹងហើយអា .o នេះមានន័យថាវានៅក្នុង folder ហ្នឹងមានអីគឺវា remove ចោលទាំងអស់អញ្ចឹងយើងសាកមើលមកនេះអញ្ចឹងយើងមើលមកដំបូងហើយគឺវា remove អា file ចាស់ពីរដែលយើងបានបង្កើតនៅក្នុងហ្នឹងហើយបន្តមកទៀតបានវា remove directory តាមក្រោយឥឡូវយើងសាក ls មើលអញ្ចឹងបាត់អា file ហ្នឹងបាត់ហើយរបៀបមួយទៀតគឺយើង copy ឲ្យដូរឈ្មោះ name ឥឡូវយើងមាន file .tt ហ្នឹងឥឡូវខ្ញុំចង់ខ្ញុំចង់ដូរឈ្មោះវាទៅជា sv 2.6.tt អញ្ចឹងមានន័យថាខ្ញុំដូរឈ្មោះពីអា file .tt នេះទៅជា svp.tt វិញឥឡូវយើងសាក ls មើលអញ្ចឹងនេះយើង ls ពីមុនយើងឃើញ file .tt ប៉ុន្តែបន្ទាប់ពីខ្ញុំដូរឈ្មោះហើយគឺវាទៅជា svp.6.tt ហើយយើងចង់ដឹងថាពេលយើងធ្វើអញ្ចឹងទៅបាត់ទិន្នន័យអត់យើងអាចចុច 2.6 ហ្នឹង .tt ទៀតដើម្បីមើលថាទិន្នន័យដែលយើងបានសរសេរហ្នឹងវានៅហ្នឹងអត់អញ្ចឹងទិន្នន័យណាដែលយើងបានសរសេរគឺវានៅតារាអញ្ចឹងមានថាវាដូរតែឈ្មោះឲ្យវាបានលុបទៅលើទិន្នន័យអីទាំងអស់ឥឡូវអានេះគឺជា command ធម្មតាឥឡូវខ្ញុំសុំ clear វាចោលសិនអញ្ចឹងយើងអាចមេរៀនទី2ហ្នឹងគឺខ្ញុំនឹងធ្វើការឆែកទៅលើ spec ឬក៏ hardware របស់ម៉ាស៊ីនរបស់ខ្ញុំហ្នឹងឥឡូវគឺ ls CPU អញ្ចឹងមានន័យថា
command ls cpu ហ្នឹងគឺយើងប្រើវាសម្រាប់មើលទៅលើ core thread ឬក៏តន្ន័យតាក់ទងនឹង CPU របស់យើងបាទអញ្ចឹងCPU ចឹងអានេះគឺជាតន្ន័យតាក់ទងនឹងព័ត៌មានហើយអានេះគឺជា CPU របស់ខ្ញុំហ្នឹងគឺមានចំនួន4យើងអាចថា core វាគឺ core 4ចឹងទៅអាហ្នឹងគឺយើងប្រើសម្រាប់មើលតន្ន័យតាក់ទងស្រីតាក់ទងអីចឹងទៅហើយមួយទៀតគឺ command top អាហ្នឹង process របស់វាយើងចង់ដឹងថាវាប្រើអស់តន្ន័យប៉ុន្មានចឹងទៅអញ្ចឹងនេះគឺជា PID របស់វាអញ្ចឹង PID នេះគឺលេខសម្គាល់អីចឹងទៅហើយអានេះគឺជាតន្ន័យដែលយើងវា CPU យើងអស់ប៉ុន្មានភាគរយអញ្ចឹងយើងអាចមើលតាមនឹងបានឬក៏ឥឡូវយើងសាកជា Control C សិនមកហើយយើងទៅ install មួយទៀតមួយ app មួយទៀតហ្នឹងគឺវាអាចថាវាស្រួលមើលជាងវាមាន color មានអីចឹងតែ install ATOP យើងវាយ password យើងចូលអញ្ចឹងបន្ទាប់ពីយើងហើយយើងអាចសេ ATOP មកនេះអញ្ចឹងអានេះវាដូចតាមបែបណាទេគ្រាន់តែថាវាអាចថាវាងាយស្រួលមើលជាងអាមុនដោយសារនេះវា list អានេះគឺយើងអាចពីទូចទៅធំក៏បានយើងចុចអាព្រួយនេះមកអានេះពីធំទៅតូចវិញអញ្ចឹងនេះរបស់យើងនេះ CPU ប៉ុណ្នេះចឹងទៅអានេះដើម្បីឆែកមើលទៅលើ process របស់យើងហ្នឹងថាវាដើរប៉ុន្មានអញ្ចឹងដែរអញ្ចឹងអានេះយើងគ្រាន់តែដើរអញ្ចឹងទៅវិញជា Control C មកវិញមកហើយ command មួយទៀតគឺ command ដើម្បីឆែកទៅលើ name name មិនមែន name ទេគឺ command ឆែកទៅលើ spectrum របស់យើងអញ្ចឹងគ្រាន់តែ free ចឹងមកអញ្ចឹងអានេះវាអាចថារៀងពិបាកមើលបន្តិចអញ្ចឹងយើងអាច command មួយទៀតហើយ .h អញ្ចឹងអានេះគឺវាគិតជាបាយយើងកណនីខ្លួនឯងអានេះបើសិនជាយើងចង់គិតជា G អញ្ចឹងមួយ G កបាយវាស្មើនឹង1លានបាយអញ្ចឹងទៅហើយអានេះគឺស្រួលមើលបាទអញ្ចឹង RAM របស់ខ្ញុំហ្នឹងគឺវាអញ្ចឹងដោយសារតែយើងដាក់នៅក្នុងម៉ាស៊ីននេះតាមអានអញ្ចឹងទៅវាឃើញយ៉ាងតិចចឹងហើយអានេះគឺជាម៉ាស៊ីន virtual ម៉ាស៊ីនរបស់ខ្ញុំទេ spec ហ្នឹងហើយចំពោះ disk វិញ disk ហ្នឹងគឺដូច RAM ដែរ DF ចឹងបើវារៀងបាក់មើលយើងអាច DF ហើយ .a ចឹង .a មានន័យថាតន្ន័យដែលបញ្ចេញមកហ្នឹងសម្រាប់ human អញ្ចឹង human ហ្នឹងគឺវាស្រួលមើលជាងអាតន្ន័យជាចឹងទៅនេះអានេះគឺវាគិតជាមេគិតជា G អីឲ្យយើងមើលអញ្ចឹងណាហើយអញ្ចឹងចំពោះម៉ាស៊ីនខ្លះគឺយើងចុចតែប៉ុណ្្នឹងមកគឺវា list អស់ហើយតែម៉ាស៊ីនខ្លះឧទាហរណ៍ថាមាន OS 2 OS Linux 1 OS Windows 1អញ្ចឹងទៅប្រើ2ក្នុងពេលតែមួយអញ្ចឹងយើងអាចប្រើ command មួយទៀត ls blk អញ្ចឹងអានេះវាប្រាប់ពី spec ទាំងអស់អញ្ចឹងទៅវាបើសិនជាយើងមាន2វាចេញ2អីឲ្យអញ្ចឹងណាអញ្ចឹងមួយទៀតគឺ command kill ហើយឥឡូវយើងសាក HTOP វិញអញ្ចឹង command kill ហ្នឹងគឺយើងអាចប្រើវាដើម្បីមើលទៅក្នុងនេះអញ្ចឹងទៅអាហ្នឹងខ្ញុំមិនសូវច្បាស់ដែរអញ្ចឹង command kill គឺយើងប្រើវាតាមរយៈ PID អញ្ចឹងយើងអានេះគឺ PID លេខ1អញ្ចឹងទៅ Control C មកអញ្ចឹងអា command kill នេះគ្រាន់តែយើងដាក់ kill ហើយដក9អាខ្លាំងជាងគេហ្នឹងហើយ PID លេខប៉ុន្មានគឺយើងដាក់លេខប៉ុណ្ណឹងមកយើងចុច enter មកគឺវា kill ហើយអញ្ចឹងខ្ញុំសុំអត់បានប្រើទេសារខ្លាយវាប៉ះពាល់អញ្ចឹងចប់ហើយគឺយើងអាចប្រើ shutdown ណាបានអញ្ចឹងយើងធ្វើការបិទទៅលើម៉ាស៊ីនរបស់យើង
ចឹងអានេះវាពាក់តែ remote close ចឹងបាទម៉ាស៊ីនយើងបានបិទហើយចឹងជំរាបលាលោកគ្រូនឹងជួបគ្នានៅវីដេអូក្រោយ